តោះជំរាបសួរបងប្អូនគ្នាឥឡូវយើងមករៀនពីរបៀប add admin page បាទឆ្នាំ 2026 ថ្មីទាំងអស់គ្នាបាទអញ្ចឹងរបៀប admin អត់ពិបាកទេយើងចូលមកកាន់ page ណាដែលយើងចង់ add ទៅមាន admin ថ្មីយើងចូលមកអត់ពេលណែមកមកវាំងអញ្ចឹងរលុយ500អូខេអញ្ចឹងយើងចូលមកកន្លែង profile page របស់យើងបន្តមកទៀតយើងចូលមកកន្លែង setting បាទបន្តមកទៀតយើងយកអូសរកពាក្យថា page setup បាទ page setup បន្ទាប់មកទៀតបងប្អូនរកពាក្យថា page access នេះបាទអញ្ចឹងយើងចូលទៅកាន់ page access តោះមកនេះសិតតែ admin របស់យើងអញ្ចឹងបងប្អូនអាចចូលទៅ add new admin អញ្ចឹងនៅពេលយើងចុច add new ហើយយើងចុច next បាទបន្ទាប់ចុច next យើង search ឈ្មោះអ្នកដែលយើងចង់ add ធ្វើជា admin អញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំ add ទៅបរិះម្នាក់នេះបាទអញ្ចឹងចុចលើ profile របស់គាត់មកវាមាន option ឲ្យយើងជ្រើសរើសអញ្ចឹងវាមាន option ច្រើនមែនតើកន្លែងនេះបើសិនយើងគ្រាន់តែ add គាត់ជា editor ធម្មតាផុស book ធម្មតាយើងអាចចុច give access ហើយយើងដាក់ password យកតែម្ដងតែបើសិនជាបងប្អូនចង់ឲ្យគាត់ control page របស់យើង full បាទមានសិទ្ធិក្នុងការ remove ឬក៏ delete admin ណាម្នាក់នៅក្នុងហ្នឹងយើងបើកកន្លែង allow this person បើកកន្លែងហ្នឹងអញ្ចឹងនៅពេលយើងចុចបានចុច give access តោះមកយើងចុច password password Facebook របស់យើងអញ្ចឹងនៅពេលយើងដាក់ password ហើយវាអាច verify ជាមួយនឹងលេខទូរស័ព្ទឬក៏ email របស់យើងដែលយើងអាចទៅយកកូដនៅក្នុង WhatsApp បាទ WhatsApp លេខទូរស័ព្ទរបស់យើងឬក៏ email របស់យើងបានអញ្ចឹងរបៀប add admin មានតែប៉ុណ្្នឹងចាំបងមានចម្ងល់អីអាច comment ឬក៏ចង់ឲ្យខ្ញុំធ្វើវីដេអូទៀតអាច comment នៅក្រោមបានអរគុណច្រើន